បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនបាននៅរសៀលម៉ោង1កន្លះនេះនាថ្ងៃទី29ខែមករាឆ្នាំ2026លោកហ៊ឹមសវណ្ណរតចៅសង្កាត់ស្វាយប៉ោបានអញ្ជើញមកចុះនិតមើលការចាក់ប៊ីតុងមួយខ្សែដែលមានប្រវែង122ម៉ែត្រនិងទទឹង7ម៉ែត្រដែលស្ថិតនៅផ្លូវព្រះវិហារបាទហើយក៏សូមបញ្ជាក់ផងដែរថាផ្លូវមួយខ្សែនេះជាគម្រោងរបស់សាលាក្រុងបាត់ដំបងយើងនេះបាទដោយសារតែការរៀបចំឈូសឆាយនិងធ្វើរៀបចំដាក់ដៃដាក់អីហ្នឹងខាងក្រុមហ៊ុនធ្វើផ្លូវហ្នឹងរៀបចំតាំងពីថ្ងៃទី21មកម្លេះហ្នឹងហើយដោយសារតែមានការយឺតយ៉ាវខ្លះដែលធ្វើឲ្យប្រជាពលរដ្ឋគាត់មានការរੂតំអញ្ចឹងខាងរដ្ឋបាលសង្កាត់ក៏ដូចជាក្រុមហ៊ុនក៏សូមអធិស្ឋានដល់ប្រជាពលរដ្ឋដែលបានរស់នៅទីនោះមានការរំខានខ្លះដោយសារតែមានបញ្ហារាំងស្ទះមួយចំនួនរបស់ក្រុមហ៊ុនបាទអញ្ចឹងថ្ងៃនេះចាប់ពីម៉ោង1កន្លះរហូតដល់យប់ក្រុមហ៊ុនខំប្រឹងប្រែងងាប់ដៃងាប់ជើងដើម្បីបង្ហើយផ្លូវមួយខ្សែនេះបាទដើម្បីកុំឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់បងប្អូននិងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះដែរបាទនេះគឺជាសកម្មភាពដែលគាត់កំពុងតែធ្វើទាំងយប់បាទដើម្បីធ្វើយ៉ាងណាឲ្យហើយក្នុងរយៈពេល1ថ្ងៃនេះ